งមកមិនខៀគួរតែមិនមែនចៃដន្យទេបើមិនមែនចៃដន្យនាងអាចជួយខ្ញុំទេខ្ញុំគួរតែនិយាយបែបនេះបើសិនជាខ្ញុំមកឃ្លាតមេឃាដែលមានគោលបំណងនាងនឹងអាចជួយខ្ញុំទេនោះគឺតើតដល់ការស្លាប់រស់ប្រកាសជាជួយតែលើថាព្រះអង្គម្ចាស់លេងធ្វើសង្គ្រាមមិនដែលចាញ់ថ្ងៃនោះបែរជាបរាជ័យអ្នកអាចធ្វើឲ្យត្រង់របួសប្រកាសជាមនុស្សដែលនៅចិត្តខ្លួនហើយត្រូវបងប្អូនបង្កើតបង្ខំទៅដល់មាត់ជ្រោះពួកគេគ្រាន់តែចង់ខ្ញុំជួយនាងទៅវាំងចុះទុកតែសងគុណនាងដែលជួយជីវិតខ្ញុំត្រង់ជូនទៅឬក៏ត្រង់មានកិច្ចការផ្សេងដាក់ទៅខាងក្រៅប្រកាសជាមានកងទ័ពដេញតាមនាងជានារីស្មុកតូចតាចម្នាក់គឺមិនអាចទទួលបានទេរងយោយ៉ាងនេះហើយនៅតែរកមិនឃើញទៀតលុះត្រាតែវាសនាគេរឹងរួចផុតពីគ្រោះថ្នាក់នេះមិនថាយ៉ាងណាទេក៏ទុកថាមិនបានដែរមេអំបៅរបស់នាងបាននាំដំណឹងមកឲ្យហើយមុនពេលម្ចាស់បងទី3និងម្ចាស់ប្អូនទី9រកខ្ញុំឃើញប្រកាសជាមិនណាស់ចិត្តទេបើនាងចង់ជួបក្នុងវាំងខ្ញុំនាំនាងសម្រុកចេញទៅបើនាងនៅមានអីសង្ស័យទៀតខ្ញុំជួយបញ្ឆោតពួកគេឲ្យត្រង់ធ្លាប់ព្រះតម្រេះទេបើសិនជាខ្ញុំម្ចាស់យកត្រានេះចូលវាំងព្រះអង្គពេលនេះនឹងចាត់ការជាមួយត្រង់យ៉ាងម៉េចខ្ញុំនឹងបាត់បង់កូនអង្គដែលណាជាមួយត្រង់ពេលនេះត្រាផ្ទេររាជនៅក្នុងដៃខ្ញុំម្ចាស់ត្រង់មកឃ្លាតមេឃាតាមពិតព្រោះតែត្រាផ្ទេររាជនេះមែនទេមើលទៅគឺខ្ញុំមើលស្រាលសមត្ថភាពព្រឹទ្ធាចារ្យស៊ីស៊ីហើយគាត់ឲ្យជំរឿនពីសិតតែពិបាកដល់ខ្ញុំបើត្រង់អាចយកបានត្រាផ្ទេររាជនេះគឺអាចប្រឆាំងជាមួយព្រះអង្គនៅពេលនេះមែនហើយបើសិនជាខ្ញុំនឹងដាំយកត្រាមួយនេះមន្ត្រីធំនឹងមកឈរខាងខ្ញុំនឹងមានសមត្ថភាពមានអុកដាទប់ទល់ជាមួយទ្រង់មើលទៅប្រតិយរបស់ទ្រង់មានការសម្រេចរួចទៅហើយអស់ពេលមកយប់មួយថ្ងៃហើយម្ចាស់ប្អូនទី4មិនដឹងចិត្តទៅដល់ណាស្លាប់ឬរស់ក៏មិនដឹងឬក៏ម្ចាស់បងគឺបារម្ភនៅក្រោមជ្រោះនេះឃ្លាតមេឃាជាកន្លែងហាមឃាត់មិនអាចប៉ះពាល់បានទេពួកគេជាអ្នកការពាររាជវង្សមិនអាចលូកដៃនៅក្នុងរឿងរាជវង្សទេរឹតតែមិនអាចព្រោះតែមនុស្សម្នាក់ធ្វើផ្ដេសដោះទេម្ចាស់បងមិនបាច់បារម្ភទេសង្ឃឹមថានេះគ្រាន់តែជាការបារម្ភចុះបើសិនជាគេមិនទាន់ស្លាប់ទេខ្លាចតែពិបាកទប់ទល់ជាងការគិតរបស់ពួកយើងទៅទៀតមិនអីទេខ្ញុំបានហៅមនុស្សមកថែមហើយទោះជាត្រូវឲ្យភ្នំនេះខ្លាចតែជាដីរៀបស្មើក៏ត្រូវតែរកឃើញដែរមនុស្សដូចនាងល្ងងពេកហើយនាងយកភាពស្លូតបូតរបស់នាងប្រើលើអ្នកដទៃខ្លាំងណាស់មានរឿងមើលខ្ញុំមិនបានខកនាងទេស្ថានភាពក្នុងវាំងពេលនេះគឺជាបុកច្បល់ខ្ញុំនឹងប្រើវិធីរបស់ខ្ញុំការពារនាងជូននាងចូលវាំងបើព្រឹទ្ធាចារ្យស៊ីស៊ីយល់ថាត្រាផ្ទេររាជនេះត្រូវបកគលឲ្យបេដាខ្ញុំគោរពតាមគាត់មានគំនិតរបស់គាត់ហើយតែប៉ាត្រង់មានបំណងអីទេខ្ញុំជពាក់ជីវិតនាងមួយទុកទៅសងនាងវិញចុះមេអំបៅផ្ដាប់ដំណឹងឲ្យថាខាងក្រៅមានមនុស្សច្រើនបើចង់ចេញទៅខ្លាចតែមិនងាយទេនាងអាចប្រើយុទ្ធសាស្ត្រនាងមកឆោតគេបានដល់ត្រង់មិនអីទេមិនអីទេតើមករបួសប្រេះទៀតហើយមែនទេរបួសត្រង់ប្រេះទៀតហើយថ្ងៃក្រោយត្រង់ត្រូវតែប្រយ័ត្នផងមិនចឹងវាពិបាកទៅថ្ងៃក្រោយ